ខ្ញុំនឹងបញ្ជាក់ពី wireframe អ្វីទៅជា wireframe wireframe វាគឺជាគំនូរព្រាងមួយដែលឬគេហៅថាជាប្លង់មួយដែលបង្ហាញផ្លូវយើងសម្រាប់បង្កើតនៅ website ឬក៏បង្កើតនៅ mobile app ជាដើមហើយនិយាយរួមទៅក្នុងការបង្កើត mobile app ឬ website ជាទូទៅយើងត្រូវតែគូ wireframe ជាមុនសិនដើម្បីធ្វើការរចនា UI នឹងឡើងហើយ wireframe វាបែងចែកជា3ប្រភេទវាមានដូចជា low infinity wireframe ហើយនឹង mid infinity wireframe ហើយនឹង high infinity wireframe ហើយនេះជារូបភាព wireframe ដែលវាបែងចែកជា3ប្រភេទអញ្ចឹង low infinity wireframe ហ្នឹងជាអ្វី low infinity wireframe គឺជាគំរូព្រាងដល់សញ្ញាមួយដែលឬគេហៅថាការរចនានៅក្នុងកម្មវិធីមួយដោយគ្រាន់តែប្រើប្រាស់ជាប្រភេទ shape ជាលក្ខណៈប្រើប្រាស់ shape ហើយនេះ lost infinity wireframe គេប្រើតែ shape ហើយនឹង title តិចហើយមាន icon មួយអីចឹងទៅសម្គាល់ចំណែកឯmid infinity wireframe ហ្នឹងចំពោះ wireframe មួយហ្នឹងវាមានព័ត៌មានលម្អិតជាងមុនដូចជាទំហំអក្សរឬក៏រូបភាពវាមានរូបភាពខ្លះអីទៅវាមានទំហំអក្សរច្បាស់លាស់វាមានរូបភាពខ្លះចំណែកhigh infinity wireframe ហ្នឹងគឺជា wireframe ដែលយើងធ្វើការ design វាឡើងចុងក្រោយគេបង្អស់ប៉ុន្តែវានៅវាមើលទៅវាអត់ទាន់ clean ល្អទេវាជា high wireframe ហ្នឹងមើលទៅវាជា wireframe ដែលចុងក្រោយគេបង្អស់ដែលយើង design វាឡើងយើងនិយាយរួមយើងថាយើង design វាឡើងយកជាការយើងអាចទួយកវាបានអានឹងហើយគេហៅថា high infinity wireframe អញ្ចឹងចំពោះនិយមថ្ងៃខ្ញុំនិយាយទៅប៉ុណ្ណឹងហើយយើងនឹងធ្វើការទៅបង្កើតនៅហើយបង្កើតនៅ wireframe មួយដោយខ្ញុំចូលទៅកាន់panel ខ្ញុំចូលកាន់ panel ខ្ញុំអ្នកនរគ្នា search wireframe design ណាមកអ្នកនរគ្នាឃើញបែបហ្នឹងខ្ញុំអត់ចាំបាច់បង្កើតខ្លួនឯងទេខ្ញុំឲ្យ AI វាបង្កើតឲ្យដូចខ្ញុំគ្រាន់តែ script មួយចំនួនទេវានឹង generate wireframe នឹងឲ្យយើងបាទឧទាហរណ៍ខ្ញុំចង់ឲ្យវា save website create website rồi việc tải website vàoមួយចាំបន្តិចទៅវាកំពុងតែធ្វើការ generate ឲ្យយើង
chẳng cũng ai khác về vô chẳng nó nhưng ai biết trang rệt tụi ai biết trang rệt là nó nhầm đang tập vô làm bị để đọc nhé bị website chẳng là vậy tới chỉ website cứ chỉ cái hạt của đông này ai cái giá đưa bỏ miền vậy xem đặt bằng hai đã ăn nhạt oi nè pra cho tầm mơ bỏ miền rư cho tập tiền cho exam xem tạm diện address tạm diện address mùi đã cái hạt của nóត្រូវបានគេគ្រប់គ្រងដោយបុគ្គលិកណាមួយឬក៏ក្រុមនោះណាមួយអញ្ចឹង website ក្នុងការបង្កើត website យើងត្រូវតែស្គាល់ទៅលើheader និង body និង footer header គេត្រូវធ្វើអ្វីខ្លះអញ្ចឹងនៅក្នុង header ក្នុងការបង្កើតwebsite មួយ header យើងត្រូវមានដូចជា page logo ឬក៏ menu អីជាដើមចំណែក body គឺជាកន្លែងដែលយើងត្រូវដាក់ព័ត៌មានសំខាន់ៗទៅតាមផ្នែកនីមួយៗហើយកន្លែង footer ហ្នឹងគឺជាកន្លែងដែល shortcut menu ឬក៏យើងដាក់ logo social media អីសម្រាប់ឲ្យគេ contact មកយើងអីចឹងដែរគេចឹងយូរចឹងខ្ញុំទៅរកមើល wireframe ដែលគេ free នៅក្នុង Figma យកមក design ខ្ញុំដាក់ថា
ok chẳng có mọi khát về dấu chẳng dân tịch phơi ca